ការដែលមិនស្គាល់ពីខ្លួនឯងចាត់ទុកថាជាឧបសគ្គដ៏ធំដែលធ្វើឲ្យអ្នកមានសមត្ថភាពនិងការត្រៀមរួចជាស្រេចបើយើងនៅតែមើលមិនឃើញពីធាតុពិតរបស់យើងដោយមិនដឹងខ្លួនថាស្រឡាញ់អ្វីចូលចិត្តអ្វីហើយស្អប់អ្វីខ្លួនឯងក៏ស័ក្តិសមទៅនឹងជំនាញទៅលើអ្វីពិតប្រាកដប្រៀបបីដូចជាមនុស្សខ្វាក់ដែលដើរទៅលើដងវិថីដ៏ធំល្វឹងល្វើយដែលពិបាកក្នុងការដើររកច្រកចូលនៃភាពជោគជ័យបានព្រោះថាមនុស្សដែលមានកែវភ្នែកល្អពិបាកឈានទៅរកច្រកនោះទៅហើយចុះទម្រាំតែអ្នកខ្វាក់ភ្នែកនោះមនុស្សយើងកើតមកម្នាក់តែងតែទទួលនៅឥទ្ធិពលនៃមនុស្សជុំវិញខ្លួនអូសទាញនឹងការគិតតែងតែគិតនៅអ្វីដែលមនុស្សទាំងឡាយទាំងពួងគិតថាល្អទើបធ្វើការផ្លាស់ប្ដូរគំនិតរបស់ខ្លួនបន្តិចម្ដងជ្រៅទៅរហូតទៅដល់ស្វែងរកធាតុពិតរបស់ខ្លួនឯងឡើងឃើញនៅទីបំផុតមានអ្នកខ្លះទទួលជោគជ័យលើតួនាទីនៃការងាររបស់ពួកគេយ៉ាងល្អឥតខ្ចោះតែពួកគេមិនដែលទទួលបានក្តីសុខពីភាពជោគជ័យដែលពួកគេបានទទួលនោះឡើយប្រៀបដូចជីវិតនៅខ្វះអ្វីម្យ៉ាងនោះមកពីពួកគេទាំងនោះមិនបានចូលទៅឲ្យស្គាល់ធាតុពិតរបស់ពួកគេតាំងពីដើមមកចុងក្រោយពួកគេទទួលបានជោគជ័យក៏ដោយវាគ្រាន់តែជាជោគជ័យសម្បកក្រៅតែប៉ុណ្ណោះហើយវានឹងធ្វើបាបចិត្តរបស់ពួកគេកាន់តែខ្លាំងដោយភាពជោគជ័យคล้ายៗនោះឯងការដែលបានស្វែងយល់ពីខ្លួនឯងត្រូវតែចាប់ផ្ដើមរកកម្ចាត់អារម្មណ៍ដែលខ្លួនឯងមានតាំងពីក្មេងវ័យការរកកម្ចាត់ដែលឃុំឃាំងការគិតរបស់អ្នកគ្រប់ពេលវេលាមិនដោយឲ្យការគិតនិងចិត្តគំនិតគ្រប់បណ្ដប់លើភាពនៃការគិតជាក់ស្ដែងដែលខ្លួនឯងមានហើយចាប់ផ្ដើមធ្វើការពិចារណាខ្លួនឯងថាបានធ្វើអ្វីខ្លះតើទទួលបានផលល្អឬផលអាក្រក់ការធ្វើបែបនេះគឺជាការធ្វើដើម្បីអភិវឌ្ឍលើគោលគំនិតធ្វើឲ្យអ្នកមើលឃើញនូវភាពជោគជ័យយ៉ាងពិតប្រាកដបាននៅទីបំផុតអ្នកនឹងអាចឈានចូលទៅដល់ចិត្តឬអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងបានមើលឃើញថាខ្លួនឯងមានសមត្ថភាពឬមានការស្រឡាញ់ពេញចិត្តទៅលើផ្នែកណាមួយឲ្យពិតប្រាកដរួមជាមួយនឹងការបង្ហាញឲ្យឃើញពីចំណុចខ្សោយឬចំណុចដែលខ្លួនឯងខ្វះខាតបានគ្រប់ពេលវេលាជាពិសេសចំពោះការដែលដោះស្រាយបញ្ហាដែលអាក្រក់ទាំងឡាយនេះទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែងអ្វីទាំងឡាយនេះបើយើងអាចប៉ះឬមើលឃើញដោយកែវភ្នែកនៃធាតុពិតខ្លួនមានស្រាប់វានឹងអាចធ្វើឲ្យយើងទទួលស្គាល់នៅធាតុពិតរបស់ខ្លួនបានកាន់តែច្រើនឡើងយើងនឹងយល់ថាហេតុអ្វីក៏យើងចាំបាច់ជ្រើសរកផ្លូវនោះហេតុអីក៏យើងចាំបាច់ធ្វើអ្វីទាំងឡាយអ្វីដែលធ្វើហើយមិនមែនជាធាតុពិតរបស់យើងនោះវានឹងថយចុះនោះគឺជាចំណុចចាប់ផ្ដើមនិងជាការចាប់ផ្ដើមដ៏សំខាន់ចម្បងក្នុងការរស់នៅរបស់អ្នកនៅក្នុងជីវិតប្រៀបដូចត្រីវិស័យចង្អុលទិសមិនឲ្យយើងវង្វេងចំពោះអ្វីគ្រប់យ៉ាងដែលឈានចូលមកនៅក្នុងជីវិតយើងដូចនេះដែរក្រៅពីនោះការស្គាល់ពីធាតុពិតរបស់ខ្លួនជាវិធីមួយដ៏ងាយស្រួលក្នុងការឈានទៅរកការយល់ចិត្តអ្នកដទៃបានកាន់តែច្រើនឡើងបានធ្វើឲ្យយើងងាយស្រួលក្នុងការធ្វើការងារជាមួយនឹងអ្នកដទៃបានងាយស្រួលជាងមុនអាចចាត់ទុកថាយើងកាន់សន្លឹកបៀធំជាងគេដែលវានឹងអាចធ្វើឲ្យយើងក្លាយទៅជាមនុស្សដែលជាអ្នកដឹកនាំគេនិងទទួលជ័យជំនះគ្រប់ពេលវេលាដោយលោកឈុនវូបានមានប្រសាសន៍នៅក្នុងសៀវភៅដ៏ល្បីមួយចឹងដែរទោះបីជាយូរឆ្នាំមកហើយក៏ដោយស្គាល់គេស្គាល់ខ្លួនឯងប្រកួត100ដងឈ្នះទាំង100ដងមិនស្គាល់ពីគេតែយើងស្គាល់ពីខ្លួនឯងឈ្នះម្ដងចាញ់ម្ដងមិនស្គាល់ពីគេមិនស្គាល់ពីខ្លួនឯង
ប្រកួត100 ដងចាញ់ទាំង100 ដងការដឹងនិងស្គាល់ពីខ្លួនឯងពិតជាសំខាន់ខ្លាំងណាស់សំខាន់ដល់ថ្នាក់ថាជាតួអង្គក្នុងការកំណត់ក្តីសុខនិងភាពជោគជ័យតែម្ដងក៏ថាបានដែរចូលចិត្តក្តីស្រមៃមនុស្សយើងរាល់ថ្ងៃនេះស្ទើរតែមរកម្មទៅហើយចូលចិត្តធ្វើការងារតាមការបង្គាប់បញ្ជារបស់ចៅហ្វាយឬអ្នកដែលស្ថិតនៅក្រោមបង្គាប់បញ្ជារបស់គេធ្វើការបែបនេះវានឹងធ្វើឲ្យខួរក្បាលដែលមួយផ្នែកមានការស្រមើស្រមៃនោះมันអាចធ្វើការងារខ្លួនឯងរំពឹងទុកជាហេតុធ្វើឲ្យការងារទាំងនោះមិនសូវមានប្រសិទ្ធភាពបើអាចកំណត់កាលពីនៅក្មេងមនុស្សគ្រប់គ្នាប្រហែលជាមានការស្រមើស្រមៃជាច្រើនតែរួមទាំងអ្វីដែលមិនមានប្រយោជន៍និងអ្វីមួយចំនួនដែលអាចធ្វើទៅបានតែពេលដែលយើងធំឡើងអ្វីទាំងឡាយនោះនឹងត្រូវផ្លាស់ប្ដូរបន្តិចម្ដងនោះវាជាហេតុផលមកពីយើងត្រូវបានមនុស្សនៅក្នុងសង្គមអូសទាញទៅបានជាសភាពដែលចេញមកមិនខុសពីមនុស្សយន្តដែលបានត្រឹមតែស្ដាប់បញ្ជាតែមួយមុខគត់មិនចេះគិតអីទាំងអស់នៅក្នុងក្រុមហ៊ុនរបស់លេងមួយកន្លែងនៅសហរដ្ឋអាមេរិកបានជួលបុរសវិកលចរិតម្នាក់មកធ្វើការងារជាអ្នកវិភាគរបស់កូនក្មេងលេងនោះក្នុងអត្រាប្រាក់ខែខ្ពស់ដោយរបស់ក្មេងលេងនីមួយៗមុននឹងលក់ចេញទៅលើទីផ្សារតម្រូវឲ្យបុរសម្នាក់នោះលេងជាមុនសិនបើបុរសម្នាក់នោះលេងទៅកោតសរសើរគេនឹងវាយលុកចូលទីផ្សារភ្លាមតែម្ដងវាជារឿងចម្លែកដែលរបស់ក្មេងៗទាំងនោះត្រូវបានបុរសនោះលេងនិងពេញចិត្តហើយបានคล้ายទៅជារបស់ដែលគេពេញនិយមទូទាំងពិភពលោកលើពីនឹងបានរកកម្រៃរាប់ពាន់ដុល្លារឲ្យដល់ក្រុមហ៊ុនថែមទៀតផងបើអ្នកស្រឡាញ់ពេញចិត្តភាពជោគជ័យក្នុងឆាកជីវិតអ្នកត្រូវតែស្រឡាញ់ទៅលើក្តីស្រមៃបង្កើតឲ្យមានការគិតស្រមៃដល់ធ្វើឲ្យកើតមានជាកម្លាំងជំរុញជាអ្វីដែលអ្នកត្រូវចេះសិក្សាចេះដឹងពីខ្លួនឯងនោះអ្នកនឹងដឹងថាអានុភាពនៃការនឹកស្រមៃនោះវាខ្ពស់ហើយជ្រាលជ្រៅប៉ុណ្ណាការស្រមើស្រមៃសំខាន់ជាងចំណេះដឹងរបស់ Albert Einstein ក្តីស្រមៃដ៏ល្អតែងតែជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យចំណុចចាប់ផ្ដើមនៃភាពជោគជ័យតែងតែផ្ដើមឡើងមកពីការនឹកស្រមៃតូចតាចនៅអ្វីដែលយើងស្រឡាញ់ទោះបីជាសម្រាប់អ្នកដទៃគិតថាវាមិនសំខាន់និងឥតប្រយោជន៍ណាក៏ដោយតែការមានក្តីស្រមៃតែងតែល្អជាងការដែលមិននឹកស្រមៃសោះនៅពេលដែលយើងចាប់ផ្ដើមមានក្តីស្រមៃនោះត្រូវតែត្រឡប់មកគិតវិញថាក្តីស្រមៃរបស់យើងនោះល្អសមល្មមនិងអាចคล้ายទៅជាការពិតបានកម្រិតណាអនាគតគឺជារបស់អ្នកដែលជឿលើក្តីស្រមៃរបស់ខ្លួនឯងពិតតែប៉ុណ្ណោះក្តីស្រមៃនិងការពិតមិនមែនផ្ទុយគ្នាទាំងស្រុងនោះទេ Dream and reality doesn't always on the opposite side មនុស្សភាគច្រើនតែងតែអស់សង្ឃឹមនៅពេលដែលក្តីស្រមៃទាំងឡាយរបស់ពួកគេមិនទទួលបានជោគជ័យคล้ายជាការពិតដូចបំណងយើងត្រូវដឹងថាក្តីស្រមៃនិងការពិតគឺវាអញ្ចឹងឯងវាតែងតែជ្រួសផ្លូវគ្នារហូតកុំទាន់គិតបែបហ្នឹងព្រោះថាក្តីស្រមៃវាមិនអាក្រក់អីណាស់ទេនៅលើโลกនេះវាក៏មិនមែនបានពិតប្រាកដជារៀងរហូតដែរមានពេលខ្លះចំណុចសំខាន់របស់វាគឺចាប់ផ្ដើមពីការបដូរការគិតខ្លួនឯងដោយយើងត្រូវមើលឲ្យឃើញថាការពិតនៃក្តីស្រមៃនិងពិភពនៃការពិតតែងតែនៅទន្ទឹមគ្នាហើយមានពេលខ្លះយើងត្រូវតែជ្រើសរើសនៅអ្វីដែលអាចធ្វើទៅរួចតែប៉ុណ្ណោះការដែលនាំគេទៅរកក្តីស្រមៃឲ្យคล้ายទៅជាការពិតគួរតែស្ថិតនៅលើវិថីមួយដែលមានមាត្រដ្ឋាន
ในការអាចទៅមុខរួចបានដូចគ្នាដែរបើយើងធ្វើបានបែបនេះទៅហើយនោះក្តីសម័យនឹងការពិតវាក៏មិននៅឆ្ងាយពីគ្នាប៉ុន្មានឡើយចូលស្រមៃទុកជានិច្ចហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺត្រូវតែធ្វើតាមក្តីសម័យនោះឲ្យคล้ายទៅជាការពិតនិងមិនត្រូវចោះចាញ់ឧបសគ្គនៅក្នុងការដែលយើងស្វែងរកក្តីសម័យរបស់យើងនោះគឺការមានក្តីសម័យដែលហួសហេតុពេករហូតដល់คล้ายទៅជាការចាប់ត្រីដៃពីរទៅវិញដែលឱកាសក្នុងការទទួលយកជោគជ័យនោះវានឹងថយចុះមិនអាចស្រោចស្រង់បានហូតដល់ថ្នាក់ក្តីសម័យមួយបានคล้ายទៅជាឧបសគ្គនៅក្នុងក្តីសម័យមួយទៀតជំនួសវិញសម្រាប់មធ្យោបាយស្រោចស្រង់ដ៏ល្អបំផុតនោះគឺកិច្ចមិនផុតពីការជ្រើសរើសក្តីសម័យតែមួយនៅឡើយចំណែកឯក្តីសម័យផ្សេងត្រូវតែកាត់ឬក៏ទុកពេលក្រោយទើបជាការល្អបំផុតតើយើងអាចដឹងដោយរបៀបណាទៅថាគួរដើរជ្រើសរើសក្តីសម័យមួយណានោះប្រហែលជាសំណួរមួយដែលមានតែខ្លួនយើងទេដែលអាចឆ្លើយបានល្អបំផុតតែត្រូវឲ្យប្រកបចិត្តថាវាជាក្តីសម័យដែលមិនឥតប្រយោជន៍នាពេលក្រោយទោះបីជាបរាជ័យឬក៏ជោគជ័យទោះបីជាវាចប់ដោយស្នាមញញឹមឬក៏ចប់ទៅដោយទឹកភ្នែកក៏ដោយក៏មិនគួរសោកស្ដាយដែរការជ្រើសរើសយកក្តីសម័យដែលស័ក្តិសមបំផុតចំពោះយើងម្នាក់ប្រហែលជាស្ថិតនៅលើទ្រឹស្ដីនៃពាក្យថាធម្មជាតិព្រោះតាមធម្មតាមនុស្សយើងធ្វើអ្វីមួយបានល្អនោះគឺត្រូវធ្វើតាមធម្មជាតិគឺសំដៅទៅលើអ្វីដែលបញ្ជាក់ពីធាតុពិតរបស់ពួកគេផ្ទាល់ដែលបញ្ជាក់ថាជារូបភាពពិតរបស់ពួកគេមិនអាចមាននរណាលួចយកទៅចម្លងពីធម្មជាតិរបស់អ្នកបានឡើយប្រៀបដូចជាស្នាមញញឹមដែលមនុស្ស100នាក់ខុសគ្នាទាំង100អញ្ចឹងដែរចូលស្វែងរកភាពដែលជាធម្មជាតិនៅលើរូបយើងម្នាក់ហើយធ្វើតាមផ្លូវទាំងឡាយនោះធានាតែម្ដងថាភាពជោគជ័យនោះនឹងទៅមុខយ៉ាងងាយស្រួលជាងការព្យាយាមដែលមិនមែនជាធាតុពិតរបស់ខ្លួនឯងនោះច្រើនណាស់បើយើងបែរមកមើលពួកបណ្ដាអ្នកចម្រៀងត្រីកតារាភាពយន្តនៅក្នុងស្រុកយើងបង្ហាញឃើញថាម្នាក់គឺមានគំនិតនិងលក្ខណៈផ្សេងគ្នាអ្នកនិពន្ធឬតន្ត្រីករដូចតែគ្នាហើយអ្វីទាំងអស់នោះដែលគេហៅថាធម្មជាតិពួកគេទាំងនោះមានកេរ្តិ៍ឈ្មោះល្បីល្បាញមកបានព្រោះតែពួកគេស្គាល់ពីធាតុពិតរបស់គេផ្ទាល់ហើយបណ្ដោយឲ្យខ្លួនធ្វើតាមធម្មជាតិដែលធ្វើបានដោយងាយនិងមិនមានការខកខានទាស់ចិត្តឡើយនោះធ្វើឲ្យមានសំណួរចោទសួរថាតើអ្នកវិញបានស្គាល់ធម្មជាតិនិងធាតុពិតរបស់អ្នកផ្ទាល់ហើយឬនៅដំបូងត្រូវសួរខ្លួនឯងសិនថាតើខ្លួនយើងត្រូវការអ្វីហើយបន្ទាប់មកខ្លួនយើងត្រូវការធ្វើអ្វីបន្តទៀតគ្រាន់តែឈានមួយជំហានអ្នកនឹងខិតទៅដល់ក្តីស្រមៃរបស់អ្នកមួយជំហានទៀត just one more step you are close to your dream ក្តីសម័យនឹងស្ថិតនៅជាគូជាមួយនឹងមនុស្សយើងគ្រប់គ្នាព្រោះវាជាអាហារសម្រាប់ចិញ្ចឹមជីវិតរបស់មនុស្សយើងឲ្យរស់រានមានជីវិតទោះបីជាមានអ្នកខ្លះគិតថាធ្លាប់មានក៏ដោយចោះដែលក្តីសម័យកើតឡើងនៅស្ថានភាពខុសៗគ្នាព្រោះក្តីប្រាថ្នារបស់មនុស្សយើងមានច្រើនខុសៗគ្នាមានអ្នកខ្លះសម័យថាចង់បានឡានទំនើបផ្ទះធំនិងប្រាក់ចំណូលច្រើនចង់បានមុខរបររកស៊ីជារបស់ខ្លួនផ្ទាល់ចង់ធ្វើដំណើរទស្សនកិច្ចជុំវិញពិភពលោកចង់មានហាងដែលជារបស់ខ្លួនឯង2-3ហាងទាំងនេះសុទ្ធតែជាការនឹកស្រមៃមិនដូចគ្នាពោលទៅតាមការប្រាថ្នារៀងខ្លួនទោះបីមនុស្សមួយចំនួនដែលគិតថាក្តីសម័យវាស្ថិតនៅឆ្ងាយណាស់ស្ទើរតែរកនឹកមិនឃើញក៏ថាបានដែរតែក្តីសម័យក៏ជាមធ្យោបាយមួយដែលជំរុញឲ្យមនុស្សយើងចង់ធ្វើដំណើរទៅមុខដែរចំណែកមនុស្សដែលមានក្តីស្រមៃនោះ
អាចមានរូបភាពខុសប្លែកៗគ្នាទៅតាមបុគ្គលនីមួយៗតែចុងក្រោយមានការបែងចែកចេញជាពីរគឺអ្នកទទួលជោគជ័យនៅក្នុងឆាកជីវិតតាមក្តីសម័យនិងអ្នកដែលទទួលបរាជ័យគឺរមែងតែមានចំណុចចាប់ផ្ដើមដូចគ្នាតែចំណុចបញ្ចប់គឺខុសគ្នាទាំងស្រុងតែម្ដងសម្រាប់អ្នកដែលទទួលបរាជ័យចំពោះក្តីស្រមៃដែលខ្លួនបានតាំងចិត្តទុកនោះភាគច្រើនគឺការដែលជួបឧបសគ្គគ្រាន់តែបន្តិចបន្តួចប៉ុណ្ណោះគឺព្រមលះបង់ចោលនៅក្តីសម័យនោះដោយងាយងាយមនុស្សប្រភេទនេះទោះបីមានពេលកន្លងផុតទៅ20ទៅ30ឆ្នាំតែក្តីស្រមៃនៅតែមិនកំរើកទៅមុខសោះលើសពីនេះទៅទៀតនៅមានមនុស្សដែលទទួលបរាជ័យព្រោះតែអត់ឃ្លានហើយព្យាយាមរកបានគ្រប់គ្រាន់ទទួលស្គាល់ថាមានក្តីសម័យខ្លះពិបាកនឹងធ្វើឲ្យខ្លាយទៅជាការពិតណាស់តែមិនមែនដល់ថ្នាក់ថាធ្វើមិនបានទាល់តែសោះនៅឡើយតែត្រូវតែប្រើសេចក្តីព្យាយាមនិងអត់ធន់ខ្ពស់ជាអ្នកដទៃភាពបរាជ័យដែលកើតឡើងនៅក្នុងរូបភាពបែបនេះប្រហែលជាត្រូវបែរមកសួរខ្លួនឯងជាមុនសិនថាអ្វីដែលអ្នកបានធ្វើគ្រប់គ្រាន់ហើយឬនៅពេលវេលាយូរគួរសមហើយឬនៅបើនៅគឺត្រូវធ្វើការជ្រើសរើសរវាងការបញ្ឈប់ក្តីសម័យនោះឬក៏ត្រូវព្យាយាមសាងជាថ្មីតែមនុស្សភាគច្រើនជ្រើសរើសបញ្ឈប់ដោយងាយងាយនោះគឺដើមហេតុនៃភាពបរាជ័យឯងសម្រាប់អ្នកដែលទទួលបានជោគជ័យភាគច្រើនមានតែពីរទេគឺទី1ជាក្រុមមនុស្សដែលមានភាពអត់ធ្មត់មានការតស៊ូព្យាយាមព្រមទាំងទ្រាំទ្រចំពោះភាពបរាជ័យទោះបីប៉ុណ្ណាក៏ដោយមនុស្សទាំងនោះតែងតែមនុស្សដែលតាមស្អិតមិនព្រមលែងស៊ូខ្សែជីវិតចុងក្រោយក៏ទទួលបានជោគជ័យដោយបំណងមែនចំណែកឯមនុស្សមួយក្រុមទៀតគឺជាប្រភេទមនុស្សដែលចេះរៀបចំគម្រោងយ៉ាងអត់ខ្ចោះទើបធ្វើឲ្យឈានទៅដល់ភាពជោគជ័យយ៉ាងលឿនបំផុតចេះស្វែងរកតួអង្គជំនួសដែលនៅជុំវិញខ្លួនចេះសិក្សាពីមនុស្សដែលមានបទពិសោធន៍ក្នុងការទទួលភាពជោគជ័យកន្លងមកមនុស្សទាំងនេះគេហៅថាមនុស្សដែលទទួលជោគជ័យដោយសារគេចេះរៀបចំគម្រោងការទុកជាមុនការរៀបចំផែនការនោះចាត់ទុកថាជាការជោគជ័យដ៏ល្អឥតខ្ចោះមួយតែការរៀបចំគម្រោងក្នុងការឈានទៅរកភាពជោគជ័យត្រូវតែគោរពទៅតាមលក្ខខណ្ឌទាំងពួងក្នុងការទទួលជោគជ័យឬបរាជ័យនោះពិតជារឿងមួយដ៏សំខាន់តែអ្វីដែលសំខាន់ជាងនេះគឺអ្នកបានលូកដៃចូលទៅធ្វើវារួចហើយឬនៅព្រោះថាគ្រប់ជំហានដែលអ្នកឈានទៅរកនោះមានន័យថាអ្នកឈានទៅរកភាពជោគជ័យគ្រប់ពេលបើអ្នកមិនឈប់ដើរទៅមុខនោះទេអ្នកនឹងទៅដល់គោលដៅនៃភាពជោគជ័យបានដោយមិនចាំបាច់សង្ស័យអ្វីទាំងអស់